រំជួលចិនតែមានមោទកភាពយ៉ាងខ្លាំងនេះហើយជីវិតកងទ័ពលីឪពុកម្ដាយទៅបម្រើជាតិតែនៅពេលនេះឪពុកបានលីរហូតហើយឆ្នេះ stand up ក៏ដូចជា pack stand up new នឹងធ្វើការលំអិតប្រមេនីជាការពិតណាស់ប្រិយមិត្តទម្រាំបានសន្តិភាពកម្ពុជាថៃមកវិញនេះគឺកងទ័ពកម្ពុជារបស់យើងបានឆ្លងកាត់រយៈពេលនៃសង្គ្រាមកម្ពុជាថៃរយៈពេល5ថ្ងៃ5យប់គឺជាព្រឹត្តិការណ៍មួយដែលជាព្រឹត្តិការណ៍ដែលធ្វើឲ្យកូនខ្មែរទាំងអស់គ្នាមិនអាចបំភ្លេចបានទេនៅក្នុងព្រឹត្តិការណ៍នោះរហូតដល់ប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេសបានធ្វើការពហិការឈប់ប្រើប្រាស់ផលិតផលរបស់ថៃដោយសារតែពួកកងទាហានថៃបានប្រើប្រាស់នៅមធ្យោបាយថោកទាបព្រៃផ្សៃជាច្រើនមកលើកងទ័ពកម្ពុជារបស់យើងក៏ប៉ុន្តែកងទ័ពកម្ពុជារបស់យើងមិនខ្លាចរអានោះទេនៅតែតស៊ូប្រឹងប្រែងជំនះគ្រប់ឧបសគ្គទាំងអស់ដើម្បីការពារជាតិការពារមាតុភូមិប្រទេសជាតិរបស់ខ្លួនដូចជានៅក្នុងពេលថ្មីនេះនៅក្នុង page Facebook មួយដែលមានឈ្មោះថាតាំងគឹមលេងបានធ្វើការបង្ហោះសារយ៉ាងរំជួលចិត្តបង្ហាញពីការមោទកភាពក៏ដូចជាសាររំជួលចិត្តអំពីបងប្រុសទាហានម្នាក់ដែលគាត់បានបម្រើជាតិមាតុភូមិលីឪពុកម្ដាយទៅបម្រើជាតិក៏ប៉ុន្តែនៅពេលនេះតាមព្រំដែនកម្ពុជាថៃហាក់បីដូចជាមានភាពធូរស្បើយនិងអាចវិលទៅរកសន្តិភាពរវាងប្រទេសទាំងពីរនៅពេលខាងមុខនេះក៏ប៉ុន្តែអ្វីដែលសោកស្ដាយនោះគឺឪពុករបស់គាត់បានទទួលមរណភាពនេះបើយោងទៅតាមគណនី Facebook របស់លោកតាំងគឹមលេងបានធ្វើការបង្ហោះនៅក្នុងបណ្ដាញសង្គមដោយបានលើកឡើងថានេះហើយបងប្អូនជីវិតកងទ័ពលីឪពុកម្ដាយទៅបម្រើជាតិដោយគ្មានពេលមកមើលថែឪពុកឡើយពេលនេះចង់មកមើលថែគាត់ក៏ហួសពេលទៅហើយពាក្យពេចន៍លោកឪពុកបានប្រាប់កូនថាឲ្យកូនតស៊ូបម្រើជាតិឲ្យអស់ពីលទ្ធភាពនៅពេលនេះកូនទទួលបាននូវភាពជោគជ័យហើយប្រទេសជាតិក៏បានសុខសាន្តដែរសូមលោកឪពុកបើកភ្នែកមកមើលភាពជោគជ័យរបស់កូនក្រោកឡើងមកលោកឪពុកបងប្រុសទាហានជួមុខញៀបផលលីនគាត់នៅខាង81បញ្ជាព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះគឺសូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន